មនុស្សជាច្រើនខ្លាចសាកថ្មពេញមួយយប់ព្រោះគិតថានឹងធ្វើឲ្យថ្មខូចតើវាពិតមែនឬទេចម្លើយគឺមិនពិតទាំងស្រុងទេទូរស័ព្ទសម័យថ្មីទាំង Android និង iPhone មានប្រព័ន្ធគ្រប់គ្រងការសាកថ្មនៅពេលដែលសាកថ្មដល់100%វានឹងឈប់ទទួលភ្លើងដោយស្វ័យប្រវត្តិមិនមែនបន្តសាកដោយគ្មានដែនកំណត់នោះទេប៉ុន្តែបើទុកការបើរាល់ការសាកនៅកន្លែងក្តៅឬដាក់ក្រោមខ្នើយកម្ដៅអាចកើនឡើងហើយកម្ដៅនេះជាកត្តាមួយដែលធ្វើឲ្យប៉ះពាល់ដល់អាយុកាលថ្មសម្រាប់ iPhone មាន Optimize Battery Charging ឬ Charging Limit លើ model ថ្មីៗ Android ជាច្រើនក៏មានមុខងារស្រដៀងគ្នាដើម្បីកាត់បន្ថយការចាស់របស់ថ្មដែរដូចនេះគន្លឹះដែលអ្នកគួរដឹងគួរប្រើឆ្នាំងសាកដែលមានគុណភាពកុំគ្របទូរស័ព្ទដោយខ្នើយឬភួយពេលសាកប្រើទូរស័ព្ទមានមុខងារ Optimize Charging ឬ Charging Limited